ชุดថ្មីនៃសាច់រឿងរបស់យើងក៏បានឃើញថាតួឯកស្រីនឹងក៏បានដើរចូលមកកន្លែងញ៉ាំអាហារគណៈពេលនោះម្ដាយចុងរបស់នាងក៏បានហៅឲ្យតួឯកស្រីនឹងចូលមកអង្គុយមកចំណែកលោកប៉ារបស់នាងក៏បានសួរមកកាន់តួឯកស្រីថាហេតុអីបានជាពេលនេះឯងទៅតែមកដល់ពេលនេះឯងគឺជាអ្នកគ្រប់គ្រងសន្តាគារមិនគួរមកយឺតពេលនោះទេចំណែកសុងជូនាងក៏បានឆ្លើយថានៅក្នុងសន្តាគារគឺមានរឿងសំខាន់ដែលត្រូវឲ្យខ្ញុំដោះស្រាយហើយនាងក៏បានប្រាប់ទៅកាន់លោកប៉ារបស់នាងទៀតថាមិនចាំបាច់បារម្ភអំពីការងារពេកនោះទេពីព្រោះថានៅសន្តាគារគឺមានផ្នែកនីមួយៗផ្សេងៗគ្នាអញ្ចឹងហើយគឺមិនត្រូវការឲ្យប៉ារបស់នាងជ្រៀតជ្រែកនៅក្នុងសន្តាគារឡើយហើយលោកប៉ាក៏បានលើបែបនេះគាត់ក៏បានស្រែកសម្លុតឲ្យកូនស្រីថាតើការងាររបស់ខ្ញុំតាក់ទងអីជាមួយនឹងឯងណៃតួឯកស្រីរបស់យើងនាងក៏បានឆ្លើយតបទៅកាន់លោកប៉ារបស់នាងថាការងាររបស់លោកប៉ាមិនតាក់ទងជាមួយនឹងខ្ញុំទេលោកប៉ាកំខឹងអីនាំតែឲ្យលោកប៉ាលើឈីហើយនាងថែមទាំងនិយាយទៀតថាប្រយ័ត្នទេទៅលេខ120មិនទាន់ណៃឯលោកប៉ារបស់តួឯកស្រីក៏ខឹងខ្លាំងណាស់ក៏គិតថាតួឯកស្រីនឹងកំពុងឲ្យដាក់បណ្ដាសាកូនប៉ុន្តែសុងជូបែរជានិយាយថាខ្ញុំមិនហ៊ានធ្វើបែបនេះនោះទេក៏ប៉ុន្តែមើលទៅនាងដូចជាក៏អត់កតោមខ្លាំងណាស់ចំណែកប្រពន្ធចុងរបស់គាត់វិញក៏បានលួងលោមប្តីរបស់គាត់កុំឲ្យខឹងជាមួយនឹងតួឯកស្រីអីគ្រាន់តែបានឃើញកាយវិការរបស់ម្ដាយចុងបែបនេះសុងជូក៏បានគិតនៅក្នុងចិត្តថាម្ដាយក្មេករបស់ខ្ញុំគឺជាមនុស្សដែលមានជំនាញខាងធ្វើពុតបំផុតណាពេលនោះដែរលោកប៉ារបស់តួឯកស្រីហ្នឹងក៏បានសួរទៅកាន់តួឯកស្រីថាតើពេលនេះភាហ៊ុនរបស់សន្តាគារឡើងដល់កម្រិតណាហើយចំណែកតួឯកស្រីរបស់យើងនេះក៏បានប្រាប់ថាឡើងបានត្រឹមតែ 60% តែប៉ុណ្ណោះគាត់ក៏បាននិយាយថែមទៀតថាហេតុអីបានជាឯងមិនអាចធ្វើឲ្យវាឡើងរហូតដល់ 80% ចំណែកតួឯកស្រីរបស់យើងក៏បានតមកទៅកាន់ប៉ារបស់នាងថាវាមិនអាចឡើងរហូតដល់ 80% នោះទេកាលពីលោកប៉ាបកគលវាឲ្យមកខ្ញុំត្រឹមតែ 50% ប៉ុណ្ណោះត្រឹមតែរយៈពេល1ឆ្នាំខ្ញុំបានឲ្យវាឡើងរហូតដល់ 10% ហើយចំណែកលោកប៉ាក៏បាននិយាយបន្ថែមទៀតថាឆ្នាំក្រោយតួឯកស្រីរបស់យើងដែលខាតត្រូវតែឲ្យភាហ៊ុនឡើងរហូតដល់ 80% គ្រាន់តែបានលើកបែបនេះភ្លាមតួឯកស្រីរបស់យើងក៏បាននិយាយថាខ្ញុំមិនអាចគ្រប់គ្រងបាននោះទេបើអញ្ចឹងលោកប៉ាយកវាទៅគ្រប់គ្រងខ្លួនឯងទៅបន្ទាប់ពីបានលើកតួឯកស្រីនិយាយបែបនេះរួចហើយគាត់ក៏បាននិយាយថាគាត់គ្មានពេលវេលាក្នុងការគ្រប់គ្រងនោះទេអញ្ចឹងហើយឲ្យតួឯកស្រីរបស់យើងជាអ្នកគ្រប់គ្រងសន្តាគារនោះគណៈពេលនោះដែរតួឯកស្រីរបស់យើងសុងជូនាងក៏បានគិតនៅក្នុងចិត្តវាគឺជាកេរមរតករបស់ម្ដាយខ្ញុំគ្មាននរណាម្នាក់អាចយកចេញពីខ្ញុំបាននោះទេគ្រាន់តែបានលើកកូនស្រីនិយាយថាគ្រប់គ្រងខ្លួនឯងបែបនេះហើយធ្វើឲ្យលោកប៉ារបស់តួឯកស្រីនឹងកប់យោបល់តែម្ដងបន្ទាប់ពីបានឃើញលោកប៉ាកប់យោបល់បែបនេះតួឯកស្រីរបស់យើងក៏បាននិយាយថាឥឡូវនេះខ្ញុំត្រឡប់ទៅវិញហើយពីព្រោះថាខ្ញុំប្រើជីវិតរបស់ខ្ញុំឲ្យសប្បាយរីករាយបន្ទាប់ពីនិយាយបែបនេះរួចហើយតួឯកស្រីរបស់យើងក៏បានដើរចេញពីតុអាហារនោះទាំងដែលនាងមិនទាន់បានញ៉ាំអាហារនោះសូម្បីតែមួយម៉ាត់ផងចំណែកលោកប៉ារបស់នាងចង់ខាត់កូនណាក៏ខាត់មិនកើតដែរគណៈពេលនេះដែរសាច់រឿងរបស់យើងនៅក្នុងឈុតបន្ទាប់ក៏បានឃើញថាតួឯកស្រីនឹងកំពុងទៅនៅកន្លែងធ្វើការបន្ទាប់មកនាងក៏បានយកទូរស័ព្ទដៃនឹងឆាតទៅកាន់តួឯកប្រុសដែលនាងបានសរសេរថាតើតួឯកប្រុសរបស់យើងនៅទីកន្លែងណាចំណែកតួឯកប្រុសរបស់យើងគេក៏បានឆ្លើយតបទៅកាន់តួឯកស្រីថានៅនឹងគេកំពុងនៅផ្ទះគណៈពេលនោះតួឯកស្រីក៏បានសួរទៅកាន់តួឯកប្រុសថាតើអាចធ្វើអាហារពេលល្ងាចឲ្យនាងញ៉ាំបាយឬក៏អត់ចំណែកជោគជូអៀនក៏បានសួរទៅកាន់តួឯកស្រីថាតើនាងចង់ញ៉ាំអីគណៈពេលនេះយើងឃើញថាសាច់រឿងរបស់យើងតួឯកប្រុសតួឯកស្រីឆាតជាមួយគ្នាពួកគេគឺសប្បាយចិត្តខ្លាំងណាស់នៅពេលដែលពួកគេបានឆាតឆ្លើយឆ្លងគ្នាណាពេលនោះដែរជំនួយការរបស់តួឯកស្រីក៏បានរត់មកប្រាប់តួឯកស្រីថាកញ្ញាជាងស៊ូពេលនេះមានបញ្ហាហើយលោកប្រធានជាងគាត់បានធ្វើបាបទៅលើស្រីបំរើនៅក្នុងសន្តាគាររបស់យើងគ្រាន់តែតួឯកស្រីរបស់យើងបានលើបែបនេះភ្លាមនាងក៏បានទៅកាន់ទីកន្លែងកើតហេតុចំណែកតួឯកប្រុសរបស់យើងកំពុងរងចាំឆាតរបស់តួឯកស្រីដែលមិនបានដឹងថាតួឯកស្រីរបស់យើងកំពុងតែរវល់នោះទេជំនួយការរបស់តួឯកស្រីក៏បាននិយាយបន្ថែមទៀតថាលោកប្រធានជាងគាត់បានផឹកស្រាយ៉ាងច្រើនបន្ទាប់មកគាត់ក៏បានចាប់បង្ខំស្រីបំរើនៅក្នុងសន្តាគាររបស់យើងគ្រាន់តែតួឯកស្រីរបស់យើងបានស្ដាប់ឮបែបនេះរួចហើយនាងក៏បាននឹកឃើញអំពីជីវិតមុនរបស់នាងនៅក្នុងជីវិតមុនរបស់ខ្ញុំលីធានគឺជាអ្នកដោះស្រាយបញ្ហាណៃក្មេងស្រីដែលត្រូវបានគេធ្វើបាបនាងក៏បានលូតសម្រាប់ខ្លួនវាក៏คล้ายទៅជាស្នាមប្រឡាក់នៅក្នុងសន្តាគាររបស់ខ្ញុំគណៈពេលនោះយើងក៏បានឃើញថាតួឯកស្រីរបស់យើងក៏បានឲ្យជំនួយការរបស់នាងថតចម្លងវីដេអូដែលបានកើតហេតុនៅក្នុងពេលនោះគណៈពេលនេះដែរសាច់រឿងរបស់យើងក៏បានឃើញថាលោកប្រធានជាងហើយនឹងលីធានកំពុងតែនិយាយគ្នាលីធានក៏បានសួរទៅកាន់ប្រធានជាងថាហេតុអីបានជាក្មេងស្រីម្នាក់នេះយំគណៈពេលនោះប្រធានជាងក៏បំរុងនឹងចង់ទះកំភ្លៀងទៅកាន់ក្មេងស្រីម្នាក់នោះក៏ប៉ុន្តែសាច់រឿងរបស់យើងក៏បានឃើញថាតួឯកស្រីរបស់យើងសុងជូក៏បានមកចាប់ដៃរបស់គេជាប់បន្ទាប់មកគេក៏បានសួរថាតើនាងគឺជានរណាទៅលីធានក៏បានប្រាប់អំពីអត្តសញ្ញាណរបស់តួឯកស្រីទៅកាន់ប្រធានជាងហើយប្រធានជាងនោះគឺឆ្លើយខ្លាំងមែនទែនគេក៏បាននិយាយថាពេលនេះប្រធានគ្រប់គ្រងបានមកដល់ហើយឆាប់ដោះស្រាយរឿងនេះឲ្យគេភ្លាមទៅហើយឲ្យក្មេងស្រីម្នាក់នេះសុំទោសគេផងតែពេលនោះសាច់រឿងរបស់យើងក៏បានឃើញថាតួឯកស្រីហ្នឹងក៏បានទៅសួរបុគ្គលិករបស់នាងដោយនាងបានសួរទៅកាន់បុគ្គលិកនោះថាតើបរិសម្នាក់នេះបានធ្វើអីទៅលើនាងទៅណែក្មេងស្រីម្នាក់នោះយំបណ្ដានិយាយបណ្ដាដោយនាងបានប្រាប់ទៅកាន់តួឯកស្រីថាបរិសម្នាក់ហ្នឹងបានទះគូតនាងបន្ទាប់មកគេក៏បានចាប់ដើមទ្រូងរបស់នាងទៀតនាងព្យាយាមកិច្ចចេញពីគេហើយក៏ប៉ុន្តែគេនៅតែតាមធ្វើបាបនាងទៀតបន្ទាប់ពីបានស្ដាប់ឮសម្ដីរបស់ក្មេងស្រីនេះរួចហើយតួឯកស្រីរបស់យើងក៏បានទះស្មារបស់នាងតិចតិចបន្ទាប់មកនាងក៏បាននិយាយទៅកាន់លីធានថាលីធានឆាប់ខលហៅប៉ូលីសភ្លាមទៅគ្រាន់តែបានលើតួឯកស្រីនិយាយបែបនេះលីធានក៏បានសួរបញ្ជាក់ថាតើនាងកំពុងនិយាយអីហ្នឹងចំណែកអាប៉ែនោះវិញក៏បានសួរថាតើនាងដឹងថាខ្ញុំគឺជាអ្នកណាឬក៏អត់តែតួឯកស្រីរបស់យើងបានខ្វល់អំពីអាប៉ែហ្នឹងនោះទេ
នាងក៏បាននិយាយថាលោកបានបៀតបៀនបុគ្គលិករបស់ខ្ញុំនៅកន្លែងធ្វើការឥឡូវវីដេអូហ្នឹងខ្ញុំបានថតចម្លងរួចហើយរងចាំប៉ូលីសមកដល់ខ្ញុំនឹងឲ្យវីដេអូនោះទៅកាន់ប៉ូលីសហើយសាច់រឿងរបស់យើងក៏បានឃើញថាកូនចាស់របស់តួឯកស្រីហ្នឹងក៏បានមកដល់ហើយពីអាប៉ែហ្នឹងបានលើតួឯកស្រីរបស់យើងនិយាយបែបនេះរួចហើយគេស្ដាប់តួឯកស្រីឡើងចំហមាត់ហ្មងបន្ទាប់មកគេក៏បាននិយាយទៅកាន់តួឯកស្រីថាមិនចាំហៅប៉ូលីសមកទេចាំគេឲ្យលុយហ្នឹងទៅកាន់ក្មេងស្រីម្នាក់នោះក៏ប៉ុន្តែតួឯកស្រីរបស់យើងក៏បាននិយាយថារឿងហ្នឹងគឺអាចដោះស្រាយបានទេដាច់ខាតគឺត្រូវតែឲ្យប៉ូលីសដឹងពីព្រោះថាលុយមិនអាចដោះស្រាយបញ្ហាបានឡើយគណៈពេលនោះដែរយើងក៏បានឃើញថាកូនចៅរបស់តួឯកស្រីក៏បានមកចាប់អាប៉ែហ្នឹងដើម្បីត្រៀមនឹងបញ្ជូនទៅកាន់ប៉ុស្តិ៍ប៉ូលីសបន្ទាប់ពីចុងសួរបានធ្វើបែបនេះរួចហើយនាងក៏បានមកនិយាយជាមួយនឹងបុគ្គលិករបស់នាងដោយតួឯកស្រីរបស់យើងបាននិយាយថាការការពារទៅកាន់បុគ្គលិករបស់នាងគឺជាកាតព្វកិច្ចរបស់នាងចំណែកឯបុគ្គលិកក្រោយពីបានឃើញមេធ្វើបែបនេះហើយនាងពិតជាសប្បាយចិត្តខ្លាំងណាស់នាងក៏បានអរគុណទៅកាន់តួឯកស្រីរបស់យើងពេលនោះដែរតួឯកស្រីរបស់យើងក៏បានឲ្យគេនាំបុគ្គលិកនោះទៅសម្រាចំណែកឯលីធានក្រោយពីបានឃើញតួឯកស្រីរបស់យើងធ្វើបែបនេះរួចហើយគេក៏បាននិយាយមកកាន់តួឯកស្រីរបស់យើងដោយអារម្មណ៍មិនពេញចិត្តឡើយលោកស្រីយ៉ាងស៊ូហេតុអីបានជាលោកស្រីមិនព្រមដោះស្រាយបែរជាហៅប៉ូលីសមកទៅវិញលោកស្រីដឹងទេគេគឺជាភ្ញៀវ VIP ប្រចាំសន្តាគាររបស់យើងបើសិនជាលោកស្រីធ្វើបែបនេះហើយពីបានលើលីធាននិយាយបែបនេះរួចហើយតួឯកស្រីរបស់យើងក៏បានសួរទៅកាន់គេថាតើខ្ញុំគួរធ្វើយ៉ាងម៉េចទៅលីធានក៏បាននិយាយបន្ថែមទៀតថាបុរសម្នាក់នោះពេលតែគេផឹកស្រាទៅគេគ្រាន់តែចាប់ច្រឡំមនុស្សតែប៉ុណ្ណោះបុគ្គលិកស្រីដែលមកពីស្រុកស្រែនោះក៏យកព្រមទទួលយកលុយដែរហេតុអីបានជាឲ្យរឿងនេះកាន់តែធំឡើងធ្វើឲ្យប៉ះពាល់ទៅដល់សន្តាគាររបស់ពួកយើងតែបានលើលីធាននិយាយបែបនេះរួចហើយតួឯកស្រីរបស់យើងក៏បានឆ្លើយតបថាមិនជាបុរសម្នាក់នោះច្រឡំចាប់គូថាបានជាមិនចាប់គូលោកបែរជាទៅចាប់គូក្មេងស្រីដែលស្រស់ស្អាតទៅវិញហើយតាខួរក្បាលរបស់លោកត្រង់ណាដែលគិតថាបុគ្គលិករបស់យើងត្រូវការលុយមិនមែនមនុស្សគ្រប់គ្នាត្រូវការលុយដូចជាលោកនោះទេលោកតែងតែដើរតាមបុរសម្នាក់នោះគ្រប់ពេលហេតុអីបានជាបុរសម្នាក់នោះមិនចាប់គូលោកគួរតែគិតត្រង់ចំណុចនេះមនុស្សគ្រប់គ្នាមិនមែនស្មោះលោកដូចជាលោកនោះទេកាលណាពេលនោះលីធានពិតជាខឹងជាមួយនឹងតួឯកស្រីរបស់យើងណាចំណែកតួឯកស្រីក៏បាននិយាយទៅកាន់ជំនួយគេបានជាសន្តាគាររបស់យើងមាន RM បែបនេះគួរតែរើមនុស្សថ្មីយកមកដាក់ទីកន្លែងរបស់គាត់ទៅតួឯកស្រីរបស់យើងក៏បានដើរចាស់ចេញទៅចំណែកលីធានគេក៏បានគិតតែម្នាក់ឯងតុងជូនាងហ៊ានបំបាក់មុខរបស់ខ្ញុំនាងធ្វើឲ្យខ្ញុំអាម៉ាស់ខ្ញុំនឹងឲ្យនាងសងត្រឡប់មកវិញខ្ញុំមានដំណឹងថ្មីចង់លក់ឲ្យលោកពេលនេះតួឯកប្រុសរបស់យើងកំពុងតែសម្លឹងមើលទូរស័ព្ទរបស់គេដោយបានឃើញតួឯកស្រីឆាតមកគេក៏បានគិតនៅក្នុងចិត្តថាតើខ្ញុំគួរតែឆាតទៅកាន់នាងមុនទេខណៈពេលនោះទូរស័ព្ទដៃរបស់តួឯកប្រុសយើងក៏បានរោឡូសុងជូតើមានរឿងអីទៅឈូអ៊ីនតើលោកមិនតន់គេងទេមិនតន់គេងនោះទេណាពេលនោះដែរសាច់រឿងរបស់យើងក៏បានឃើញថាតួឯកស្រីក៏បាននិយាយប្រាប់តួឯកប្រុសនាងចង់ទៅញ៉ាំអាហារនៅផ្ទះព្រោះថានាងឃ្លានខ្លាំងណាស់នៅពេលល្ងាចមិញនេះនៅឯសន្តាគារគឺមានបញ្ហានាងមិនបានញ៉ាំអ្វីទាល់តែសោះពីព្រោះនាងរវល់ខ្លាំងពេកណាពេលនោះដែរតួឯកប្រុសរបស់យើងក៏បានយកព្រមធ្វើអាហារសម្រាប់តួឯកស្រីតួឯកប្រុសបាននិយាយថាបើសិនជាគេជៀនជាមួយនឹងពងទានិងបាយបំពងឲ្យតើតួឯកស្រីរបស់យើងអាចញ៉ាំកាត់ឬមួយក៏អត់សុងជូគ្រាន់តែបានលើបែបនេះភ្លាមនាងពិតជាសប្បាយចិត្តខ្លាំងណាស់នាងក៏បាននិយាយថាលោកពិតជាគួរឲ្យស្រឡាញ់ខ្លាំងណាស់ឥឡូវនេះយើងក៏បានឃើញថាតួឯកប្រុសរបស់យើងចុះឈូអ៊ីនក៏បានដាក់កិច្ចការរបស់គេចុះបន្ទាប់មកគេក៏បានទៅធ្វើម្ហូបឲ្យតួឯកស្រីហ្វេនទាំងអស់គ្នាអេដមីនក៏បានឃើញរឿងនេះពិតជាសម័យទៅដល់គ្រួសារមួយដូចជាតួឯកប្រុសខ្លាំងណាស់ចំណែកចុងសួររបស់យើងញ៉ាំបាយបដាក៏ទៅសើតួឯកប្រុសបណ្ដាដោយនាងបាននិយាយថាម្ហូបរបស់គេពិតជាឆ្ងាញ់ខ្លាំងណាស់ចំណែកតួឯកប្រុសក៏បាននិយាយថាតួឯកស្រីបំភ្លៃការពិតពេកហើយចំណែកតួឯកស្រីរបស់យើងក៏បានបញ្ជាក់ថានេះមិនបានកុហកនោះទេលោកសង្ហាឲ្យធ្វើម្ហូបឆ្ងាញ់ទៀតផងក៏ប៉ុន្តែរឿងដែលអស្ចារ្យបំផុតនោះគឺខ្ញុំបានរៀបការជាមួយនឹងបុរសដែលពូកែហើយថែមទាំងសង្ហាទៀតផងណែតួឯកប្រុសរបស់យើងគ្រាន់បានលើតួឯកស្រីសរសើរប៉ុណ្ណឹងស្លឹកកាជាឡើងក្រហមទៀតហើយហ្វេនសរសើរអៀនជាមួយនឹងសម្ដីរបស់តួឯកស្រីណាពេលនោះតួឯកប្រុសរបស់យើងក៏បានសម្លឹងមើលមុខរបស់នាងចំណែកនាងក៏បានមើលមុខរបស់តួឯកប្រុសយើងដូចគ្នាណាពេលនោះតួឯកស្រីរបស់យើងក៏បានអៀនជាមួយនឹងតួឯកប្រុសហើយនាងចង់ជ្រក់បាយទៀតផងចំណែកតួឯកប្រុសរបស់យើងគេយល់ការខ្លាំងមែនទែនគេក៏បានចាត់ទឹកមួយកែវឲ្យតួឯកស្រីតួអៀនក៏បានសួរអំពីរឿងនៅសន្តាគារកាលពីល្ងាចមិញតើតួឯកស្រីរបស់យើងនឹងដោះស្រាយបែបណាគណៈពេលនោះដែរសុងជូក៏បានប្រាប់ទៅកាន់តួឯកប្រុសដែលនាងបានសួរសំណួរមួយមកកាន់តួឯកប្រុសរបស់យើងខ្ជូអ៊ីនបើសិនជាលោកជាអ្នកគ្រប់គ្រងសន្តាគារតើលោកនឹងដោះស្រាយបែបណាទៅភ្ញៀវ VIP របស់លោកបានធ្វើបាបទៅកាន់បុគ្គលិកស្រីរបស់លោកហើយគេមិនចង់ទទួលខុសត្រូវរឿងនេះនោះទេលោកអាចប្រាប់អំពីយោបល់របស់លោកមកកាន់ខ្ញុំទេណាពេលនោះតួឯកប្រុសរបស់យើងក៏បាននិយាយថាគេនឹងរក្សារឿងនេះជាសម្ងាត់ចំណែកឯសុងជូនាងក៏បានប្រាប់ថាខ្ញុំបានហៅប៉ូលីសខ្ញុំមិនចង់ឲ្យភ្ញៀវធ្វើបាបមកកាន់បុគ្គលិករបស់ខ្ញុំនោះទេលោកគិតថាការដោះស្រាយផ្ទាល់ខ្លួនដោយស្ងៀមស្ងាត់វាគឺជារឿងដ៏ល្អមែនទេតើពីបានលើសម្ដីរបស់តួឯកស្រីរួចហើយតួឯកប្រុសរបស់យើងចុះឈូអ៊ីនគេក៏បាននិយាយបន្ថែមទៀតថាអ្វីដែលតួឯកស្រីរបស់យើងធ្វើគឺត្រឹមត្រូវបំផុតពីព្រោះពេលខ្លះលុយមិនអាចដោះស្រាយបញ្ហាបានទាំងស្រុងនោះទេបុគ្គលិកស្រីគឺត្រូវការការពារជាពិសេសចំពោះភ្ញៀវដែលមានគំនិតមិនល្អយើងមិនគួរកាន់ជើងមនុស្សអាក្រក់ធ្វើបាបមនុស្សល្អនោះទេយើងគួរតែគិតអំពីផលប្រយោជន៍របស់បុគ្គលិកជាធំណែសុងជូក៏បានលើបែបនេះភ្លាមនាងក៏បានគិតក្នុងចិនបុរសម្នាក់នេះពិតជាអស្ចារ្យខ្លាំងណាស់អ្វីដែលគេគិតដូចជាអ្វីដែលខ្ញុំបានធ្វើអញ្ចឹងគេគឺជាមនុស្សប្រុស
តែម្នាក់គាត់នៅក្នុងពិភពលោកសង្កត់ថា1%ដែលកម្រតមកតួឯស្រីរបស់យើងក៏បានញ៉ាំម្ហូបទៅតួឯប្រុសបានធ្វើឲ្យនាងទីសុងជូក៏បានគិតនៅក្នុងចិត្តតែម្នាក់ឯងថាពិតជាសំណាងខ្លាំងណាស់ទេវតាបានផ្ដល់ឱកាសឲ្យខ្ញុំសាងជាថ្មីម្ដងទៀតណាពេលនោះតួឯស្រីរបស់យើងក៏បានសួរតួប្រុសថាតើថ្ងៃស្អែកហ្នឹងតួឯប្រុសអាចទៅញ៉ាំអាហារពេលល្ងាចជាមួយនឹងនាងបានឬមួយក៏អត់ហើយតួឯប្រុសរបស់យើងក៏បានឆ្លើយតបទៅកាន់តួឯស្រីវិញភ្លាមថាគេយល់ព្រមទៅជាមួយនឹងតួឯស្រីរបស់យើងដែលធ្វើឲ្យសុងជូពិតជាសប្បាយចិត្តខ្លាំងណាស់គាត់កំពុងតែគិតលើខ្ញុំខុសកាលពីមុនហើយចាប់ពីពេលនេះតទៅវាគឺជាការណាត់ជួបដំបូងរបស់ពួកយើងទាំងពីរឥឡូវនេះយើងក៏បានឃើញថាសាច់រឿងរបស់យើងក៏មកដល់ថ្ងៃស្អែកល្មមចំណែកតួឯស្រីរបស់យើងនាងកំពុងតែគិតថាតើនាងគួរតែស្លៀកពាក់អ្វីដើម្បីទៅចូលរួមការណាត់ជាមួយនឹងតួឯប្រុសព្រោះវាគឺជាលើកដំបូងសម្រាប់នាងកាលណាពេលនោះយើងក៏បានឃើញថាសុងជូក៏បានយកសម្លៀកបំពាក់យកមកលោយ៉ាងច្រើនប៉ុន្តែសម្លៀកបំពាក់មួយណាក៏ត្រូវចិត្តរបស់តួឯស្រីយើងដែរដែលនាងគិតថានាងមើលទៅដូចជាមិនសូវស្អាតមិនសូវស័ក្តិសមជាមួយនឹងតួឯប្រុសរបស់យើងតែ QN វិញចាំតួឯស្រីរបស់យើងជិត2ម៉ោងទៅហើយក៏មិនទាន់ឃើញតួឯស្រីរបស់យើងចុះមកដែរឥឡូវនេះការតន្ទឹងរង់ចាំរបស់តួឯប្រុសក៏បានមកដល់កាលណាពេលនោះយើងក៏បានឃើញថាតួឯស្រីក៏បានឆ្លៀតសម្លៀកបំពាក់ពណ៌សដែលបង្ហាញអំពីរូបរាងដ៏ស្រស់ស្អាតរបស់នាងបូករួមជាមួយនឹងស្នាមញញឹមរបស់តួឯស្រីទៀតធ្វើឲ្យតួឯប្រុសរបស់យើងភ្លឹកតែម្ដងណាសុងជូក៏បានសួរទៅកាន់តួឯប្រុសថាតើសម្លៀកបំពាក់របស់នាងយ៉ាងម៉េចដែរមើលទៅល្អឬក៏អត់ចំណែកឯតួឯប្រុសរបស់យើងក៏បានឆ្លើយតបថាសម្លៀកបំពាក់របស់នាងពិតជាល្អខ្លាំងណាស់គ្រាន់តែបានលើសម្ដីរបស់តួឯប្រុសបែបនេះភ្លាមតួឯស្រីរបស់យើងក៏បានអោនទៅក្បែរគេបន្ទាប់មកជូអៀនក៏បាននិយាយបន្ថែមទៀតថាសម្លៀកបំពាក់របស់នាងពិតជាស្អាតពិតមែនតុងជូក៏បានយកដៃរបស់នាងមកប៉ះចំចង្ការបស់តួឯប្រុសបន្ទាប់មកនាងក៏បាននិយាយថាអ្វីដែលលោកនិយាយមើលទៅប្រហែលជាមិនមែនកុហកនោះទេគណៈពេលនៅដែរតួឯស្រីរបស់យើងសុងជូក៏បានប្រាប់ទៅកាន់តួឯប្រុសថាម្ហូបនៅទីកន្លែងនេះគឺឆ្ងាញ់ខ្លាំងណាស់ពីព្រោះថាកាលពីមុននាងបានមកទីនេះញ៉ាំជាមួយនឹងមិត្តភ័ក្តិរបស់នាងអញ្ចឹងបើសិនជាតួឯប្រុសរបស់យើងចូលចិត្តម្ហូបនៅទីកន្លែងហ្នឹងសារក្រោយពួកយើងនឹងមកទីនេះឲ្យបានញឹកញាប់ជាមួយនឹងគ្នាប៉ុន្តែបានលើសម្ដីតួឯស្រីនិយាយអញ្ចឹងតួឯប្រុសក៏បានគិតក្នុងចិនមកទីនេះញឹកញាប់ជាមួយនឹងគ្នាអីគណៈពេលនោះតួឯប្រុសរបស់យើងក៏បានឆ្លើយយកព្រមជាមួយនឹងសំណើរបស់តួឯស្រីធ្វើឲ្យតួឯស្រីរបស់យើងសប្បាយចិត្តខ្លាំងណាស់គណៈពេលនោះដែរសាច់រឿងរបស់យើងក៏បានឃើញថាមានកូនសិស្សម្នាក់បានឃើញតួឯប្រុសរបស់យើងបន្ទាប់មកនាងក៏បានចូលមកនិយាយជាមួយនឹងតួឯប្រុសលោកសាស្ត្រាចារ្យខ្ញុំមិននឹកស្មានថាបានជួបលោកនៅទីនេះសោះលោកសាស្ត្រាចារ្យចុះនេះគឺជាអ្នកណាទៅណែតួឯប្រុសរបស់យើងអត់ដឹងថាត្រូវប្រាប់កូនសិស្សបែបណានោះទេគណៈពេលនោះតួឯស្រីរបស់យើងនាងក៏បាននិយាយជំនួសតែនាងបាននិយាយថាខ្ញុំគឺជាប្រពន្ធរបស់កូនដែលមានឈ្មោះថាសុងជូណាពេលនោះសិស្សស្រីនោះក៏បាននិយាយមកកាន់តួឯស្រីរបស់យើងថាខ្ញុំមិនដឹងថាលោកសាស្ត្រាចារ្យក៏មានប្រពន្ធហើយសោះតែតួឯប្រុសរបស់យើងក៏បានណែនាំសិស្សរបស់គេឲ្យតួឯស្រីស្គាល់ដែលនាងមានឈ្មោះថាជីងជីងសុងជូក៏បាននិយាយសួស្ដីទៅកាន់ជីងជីងក៏ប៉ុន្តែនាងបែរជាចង្អុលឲ្យជីងជីងអង្គុយនៅតុផ្សេងខុសពីនាងដើម្បីញ៉ាំអាហារជាមួយនឹងគ្នាហើយជីងជីងឃើញអញ្ចឹងនាងក៏បានបដិសេធថានាងមិនញ៉ាំអាហារនៅទីនេះនោះទេនាងនឹងទៅញ៉ាំអាហារជាមួយនឹងមិត្តភ័ក្តិរបស់នាងហើយនាងក៏មិនរំខានតួឯស្រីរបស់យើងក្នុងការញ៉ាំអាហារដែរប៉ិតកន្លែងនេះហ្វេនតួឯស្រីរបស់យើងកំពុងតែបញ្ជាក់ថានាងគឺជាប្រពន្ធរបស់តួឯប្រុសហើយគឺឲ្យសិស្សស្រីដទៃណាទៀតមកញញ៉ៃជាមួយនឹងតួឯប្រុសរបស់យើងនោះទេសុងជូក៏បាននិយាយទៅកាន់តួឯប្រុសថាតាមនៅសាលារៀនណាតួឯប្រុសរបស់យើងមានបច្ចេកប្រតិភាពណាស់មែនទេបានជាក្មេងស្រីចូលចិត្តតួឯប្រុសយើងខ្លាំងម្ល៉េះតែឯចុះជូអៀនក៏បានបដិសេធថាវាមិនអញ្ចឹងនោះទេតមកសុងជូក៏បាននិយាយទៀតថាហេតុអ្វីបានជាលោកស្ទាក់ស្ទើរនៅពេលដែលលោកណែនាំខ្ញុំទៅកាន់សិស្សរបស់លោកគណៈពេលនោះតួឯប្រុសក៏បានឆ្លើយតបថាវាគឺជាអ្វីដែលតួឯស្រីរបស់យើងបានសុំគេកាលពីមុនដែលមិនចង់ឲ្យអ្នកដទៃដឹងអំពីទំនាក់ទំនងរបស់ពួកគេទាំងពីរនាក់តែរឿងរបស់យើងក៏បានវិលទៅរកជីវិតមុនរបស់សុងជូដែលនាងបានហាមឲ្យតួឯប្រុសរបស់យើងកុំនិយាយអំពីរឿងអាពាហ៍ពិពាហ៍របស់នាងជាមួយនឹងតួឯប្រុសឲ្យនរណាម្នាក់ដឹងឲ្យសោះពីព្រោះនាងមិនចង់ឲ្យមាននរណាម្នាក់ដឹងថានាងហើយនឹងតួឯប្រុសរបស់យើងបានរៀបការជាមួយនឹងគ្នានោះទេហើយនាងក៏បានប្រាប់ទៀតថាមនុស្សកាន់តែតិចដឹងអំពីរឿងនេះគឺកាន់តែប្រសើរនៅពេលដែលពួកយើងលែងលះវានឹងមានភាពងាយស្រួលតែពេលនោះតួឯប្រុសរបស់យើងក៏បានយកព្រមជាមួយនឹងសំណើរបស់តួឯស្រីហើយនេះវិលមកចូលសាច់រឿងរបស់យើងដើមវិញតួឯស្រីក៏បានទះមាត់របស់នាងដោយប្រាប់ទៅកាន់តួឯប្រុសថាបើសិនជាជួបហេតុការណ៍បែបនេះលោកត្រូវតែណែនាំខ្ញុំឲ្យគេបានស្គាល់ខ្ញុំនឹងមិននិយាយពាក្យដូចជាការពីមុនតទៅទៀតនោះទេណាពេលនោះសាច់រឿងរបស់យើងក៏បានឃើញថាតួឯប្រុសរបស់យើងក៏បានឆ្លើយថាយល់ព្រមជាមួយនឹងតួឯស្រីបន្ទាប់មកពួកគេទាំងពីរនាក់ក៏បានញ៉ាំអាហារជាមួយនឹងគ្នាកាលណាពេលនោះដែរជូក៏បានគិតនៅក្នុងចិនហេតុអីបានជាខ្ញុំមើលរំលងមនុស្សប្រុសដ៏ល្អបែបនេះតើពីគិតបែបនេះរួចហើយតួឯស្រីរបស់យើងក៏បានសួរទៅកាន់តួឯប្រុសថាតើលោកយល់យ៉ាងណាដែរអំពីទំនាក់ទំនងរបស់យើងកាលពីមុនជូអៀនក៏បាននិយាយប្រាប់ទៅកាន់តួឯស្រីថាគេមិនចូលចិត្តទំនាក់ទំនងដែលលាក់បាំងជាមួយនឹងសិស្សខ្លួនឯងបែបនេះនោះទេវាអាចកុហកបានត្រឹមតែសិស្សក្មេងៗតែប៉ុណ្ណោះគេគឺជាគ្រូមិនចង់ឲ្យមានការលាក់បាំងអ្វីទៅលើសិស្សឡើយបើសិនជាមានគ្រូសាគេក៏ចង់ប្រាប់ទៅកាន់សិស្សរបស់គេឲ្យបានដឹងអំពីរឿងនេះដែរលាក់បាំងជាមួយនឹងអត្តសញ្ញាណខ្លួនឯងវាមិនល្អនោះទេសម្រាប់យើងជាគ្រូបង្រៀនគណៈពេលនោះដែរតួឯស្រីរបស់យើងក៏បានសម្លឹងមើលមុខតួឯប្រុសដែលមិនដាក់ភ្នែកឡើយ
ចំណែកតួឯកប្រុសរបស់យើងក៏បានញ៉ាំអាហារកែភ្នែកមុខមាត់ច្រមុះរបស់តួឯកប្រុសរបស់យើងបានថតជាប់នៅក្នុងបេះដូងរបស់តួឯកស្រីខណៈពេលនោះដែរសុងជូក៏បាននិយាយថាជូអៀនតើអាចឲ្យអតីតកាលរបស់ពួកយើងកន្លងផុតទៅបានទេពួកយើងអាចចាប់ផ្ដើមម្ដងទៀតបានអត់ពួកយើងចាប់ផ្ដើមជាមួយគ្នាចាប់ពីថ្ងៃនេះតទៅយ៉ាហ្វេនពេលនេះបេះដូងរបស់តួឯកប្រុសយើងចាប់ផ្ដើមរំជួលទៀតហើយស្រឡាញ់តួឯកស្រីអស់ជាច្រើនឆ្នាំទើបតែលើកនេះទេតួឯកស្រីរបស់យើងនិយាយរឿងត្រឹមត្រូវបន្តិចណាអាកំពុងតែនិយាយមកកាន់តួឯកប្រុសតួឯកប្រុសនេះមិនទាន់បានឆ្លើយផងកណាពេលនោះទូរស័ព្ទដៃរបស់តួឯកស្រីយើងក៏បានរលឡើងហើយអ្នកដែលខលមកកាន់តួឯកស្រីរបស់យើងនេះគឺជាមនុស្សម្នាក់ដែលសំខាន់បំផុតគឺជាលោកតារបស់តួឯកស្រីខណៈពេលតួឯកស្រីរបស់យើងបានឃើញទូរស័ព្ទដៃភ្លាមនាងក៏បានលើកទូរស័ព្ទដៃឡើងសួស្ដីលោកតាតើពេលនេះឯងនៅឯណាឆាប់មកផ្ទះជាបន្ទាន់ត្រូវតែមកផ្ទះភ្លាមខ្ញុំយល់ព្រមវាបានឃើញតួឯកស្រីយើងនិយាយទូរស័ព្ទរៀងដាក់ទឹកមុខបែបនេះតួឯកប្រុសរបស់យើងក៏បានសួរទៅកាន់តួឯកស្រីថាតើមានរឿងអ្វីកើតឡើងទៅចំណែកតួឯកស្រីក៏បានឃើញព័ត៌មានដែលគេចុះផ្សាយទៅបណ្ដាញសង្គមតែពេលនោះតួឯកប្រុសរបស់យើងក៏បានសួរទៅកាន់តួឯកស្រីថាមានរឿងអីចំណែកឯតួឯកស្រីរបស់យើងក៏បានប្រាប់ថាសន្តាគាររបស់ខ្ញុំកំពុងតែមានបញ្ហាដោយសារតែមានការរំលោភលើផ្លូវភេទលោកតាបានហៅខ្ញុំត្រឡប់ទៅផ្ទះវិញជាបន្ទាន់ប្រហែលចង់ជូនតួឯកស្រីរបស់យើងត្រឡប់ទៅផ្ទះក៏ប៉ុន្តែត្រូវបានសុងជូបដិសេធដោយតួឯកប្រុសរបស់យើងនៅញ៉ាំអាហារនៅទីនេះទៅនាងអាចទៅតែម្នាក់ឯងបានខណៈពេលនោះដែរនាងក៏បានគិតក្នុងចិនជោគជូអៀនគឺជាមនុស្សប្រុសម្នាក់ដែលស្មោះត្រង់ខ្លាំងណាស់ខ្ញុំមិនចង់ឲ្យគាត់ឃើញអំពីគ្រួសាររបស់ខ្ញុំនោះទេមិនចង់ឲ្យកែវភ្នែករបស់គាត់ជាប់ជាមួយនឹងរឿងកខ្វក់ជូអៀនពួកយើងនឹងមកញ៉ាំអាហារជាមួយនឹងគ្នានៅទីនេះម្ដងទៀតពេលដែលអូនជីតាមផ្លូវប្រយ័ត្នផងណាពេលនោះសាច់រឿងរបស់យើងក៏បានឃើញថាសុងជូនាងក៏បានចាស់ចាញ់ពីទីកន្លែងនោះទៅចំណែកតួឯកប្រុសរបស់យើងគេក៏បាននឹកឃើញទៅដល់សម្ដីរបស់តួឯកស្រីយើងនៅថ្ងៃដែលនាងស្រវឹងចាស់លោកតារបស់នាងគឺជាមនុស្សបែបណាទៅលោកតារបស់ខ្ញុំមើលទៅហាក់ដូចជាគាត់ចូលចិត្តខ្ញុំខ្លាំងណាស់ក៏ប៉ុន្តែគាត់មិនដែលខ្វល់អំពីខ្ញុំនោះទេគាត់គិតតែពីផលប្រយោជន៍របស់គាត់តែប៉ុណ្ណោះលើโลกនេះគ្មាននរណាម្នាក់ស្រឡាញ់ខ្ញុំឡើយពួកគេគិតថាកូនស្រីមិនអាចប្រៀបស្មើជាមួយនឹងកូនប្រុសឡើយឥឡូវនេះសាច់រឿងរបស់យើងនៅក្នុងឈុតបន្ទាប់ក៏បានឃើញថាតួឯកស្រីរបស់យើងក៏បានមកដល់ផ្ទះគ្រួសារជីងណែងជានាងច្បងនៃគ្រួសារជីងនេះគឺវាធ្វើឲ្យតួឯកស្រីរបស់យើងត្រូវរងទុក្ខជាមួយនឹងបញ្ហាជាច្រើនខណៈពេលនោះដែរជំនួយការរបស់នាងក៏បានខលមកកាន់តួឯកស្រីដែលគេបាននិយាយមកកាន់តួឯកស្រីថាសួស្ដីលោកស្រីសុងជូវីដេអូកាលពីយប់មិញនេះខ្ញុំបានថែរក្សាវាយ៉ាងល្អក៏ប៉ុន្តែមិនដឹងថាមាននរណាម្នាក់បានយកវីដេអូនោះទៅបង្ហោះនោះទេឥឡូវនេះកំណត់អវិជ្ជមានកំពុងតែបង្ហាញវាយលុកមកកាន់សន្តាគារយើងយ៉ាងខ្លាំងវានឹងមានផលប៉ះពាល់ដល់សន្តាគារលោកឆាប់ចំណាយលុយរបស់យើងឲ្យពង្រីកនិងផ្សព្វផ្សាយរឿងនេះឲ្យកាន់តែធំឡើងទៅថាយ៉ាងម៉េចដែរនាងបើសិនជាធ្វើបែបនេះខ្ញុំចង់ឲ្យរឿងនេះកាន់តែល្បីឡើងឲ្យមនុស្សកាន់តែដឹងអំពីសន្តាគាររបស់យើងកាន់តែច្រើនឡើងក៏ប៉ុន្តែវានឹងប៉ះពាល់ទៅដល់កេរ្តិ៍ឈ្មោះរបស់សន្តាគារយើងព្រមទាំងអ្នកនាងផងដែរតើអ្នកនាងកំពុងតែគិតចង់ធ្វើអ្វីហ្នឹងពេលដែលរឿងនេះបានផ្សព្វផ្សាយកាន់តែច្រើនឡើងមនុស្សកាន់តែដឹងច្រើនឡើងលោកចាំបង្ហោះវីដេអូដើមដែលពួកយើងមិនបានកាត់តអ្វីទាំងអស់ទៅអូខ្ញុំយល់ហើយអ្នកនាងខ្ញុំនឹងរៀបចំរឿងនេះឲ្យបានល្អបំផុតទៅតាមអ្វីដែលអ្នកនាងបានផ្ដាច់សិនវីដេអូដើមដែលលោកបានថតលោកត្រូវតែបង្ហាញទៅកាន់ប៉ូលីសដើម្បីឲ្យពួកគាត់ពិនិត្យមើលបាទអ្នកនាងតែពេលនោះដែរតួឯកស្រីរបស់យើងនាងក៏បានស្រមៃអំពីជីវិតមុនរបស់នាងនៅក្នុងជីវិតមុនរបស់ខ្ញុំរឿងនេះបានបណ្ដាលឲ្យលោកតាខឹងខ្ញុំយ៉ាងខ្លាំងតំណែងជានាយករបស់ខ្ញុំក៏ត្រូវបាត់បង់ដោយសារតែរឿងនេះដែរលើកនេះខ្ញុំនឹងថែរក្សារឿងនេះឲ្យបានល្អបំផុតហើយត្រូវតែយកផលចំណេញអំពីរឿងនេះត្រឡប់មកវិញមិនអាចឲ្យដូចជីវិតមុននោះទេតើពីនាងគិតបែបនេះរួចហើយតួឯកស្រីរបស់យើងសុងជូនាងក៏បានដើរចូលទៅក្នុងផ្ទះរបស់នាងសុងជូក៏បាននិយាយសួស្ដីទៅកាន់លោកតាខណៈពេលនោះដែរលោកតារបស់នាងក៏បាននិយាយមកកាន់តួឯកស្រីថាឯងបានឃើញវីដេអូដែលបង្ហោះនៅលើអនឡាញនោះទេលោកតាវាគ្រាន់តែជាវីដេអូអេឌីតតែប៉ុណ្ណោះមាននរណាម្នាក់កំពុងតែចង់ធ្វើបាបសន្តាគាររបស់យើងខ្ញុំនឹងធ្វើការដោះស្រាយរឿងនេះឲ្យបានល្អបំផុតវីដេអូនេះត្រូវបានគេចាក់ផ្សាយអស់រយៈពេលជាយូរមកហើយគ្មាននរណាម្នាក់ងើបឈរនឹងឆ្លើយតបរឿងនេះនោះទេខ្ញុំសួរឯងតើឯងជាអនុប្រធានបែបណាពេលនោះសុងជូនាងក៏បាននិយាយថាកុំបារម្ភអីលោកតាខ្ញុំមានហេតុផលរបស់ខ្ញុំនៅក្នុងការធ្វើវាចំណែកលោកប៉ារបស់នាងក៏បាននិយាយបន្ថែមថាឯងកំពុងតែនិយាយបានន័យថាយ៉ាងម៉េចគាត់ក៏បាននិយាយបន្ថែមទៀតទៅកាន់តួឯកស្រីអ្វីទៅដែលឯងបានព្យាយាមឯងគ្រាន់តែហៅបុគ្គលិកនោះចេញមកឲ្យលុយទៅនាងឲ្យច្រើនបន្តិចទៅនៅពេលដែលនាងបានលុយច្រើននាងប្រកាសជាស្ងប់ចិត្តហើយនាងនឹងចេញបកស្រាយជាសាធារណៈពេលនោះសន្តាគាររបស់យើងនឹងមិនមានបញ្ហាអ្វីដូចជាពេលនេះនោះទេខណៈពេលនោះតួឯកស្រីរបស់យើងក៏បានឆ្លើយតបតើវាគឺជាការពិតដូចជាអ្វីដែលលោកប៉ាបាននិយាយឯងបើអញ្ចឹងមិនចាំបាច់មានប៉ូលីសនោះទេពេលដែលយើងយកលុយដោះស្រាយជាមួយនឹងរឿងនេះសន្តាគាររបស់យើងនឹងជាប់ឈ្មោះអាក្រក់បែបនេះជារៀងរហូតនៅក្នុងបណ្ដាញសង្គមឯងកំពុងតែព្យាយាមប្រដៅយើងខ្ញុំគ្រាន់តែនិយាយអ្វីដែលខ្ញុំកំពុងតែគិតតែប៉ុណ្ណោះ
គណៈពេលនោះតួឯស្រីរបស់យើងក៏បាននិយាយទៅកាន់លោកតាខ្ញុំមានរឿងចង់និយាយជាមួយនឹងលោកតាតែពីនេះបន្ទាប់ពីលោកតាបានលើតួឯស្រីរបស់យើងនិយាយបែបនេះរួចហើយគាត់ក៏បានដើរចេញទៅខាងក្រៅបន្ទាប់មកតួឯស្រីរបស់យើងក៏បានដើរតាមលោកតាដើម្បីទៅនិយាយគ្នាឯលោកប៉ារបស់តួឯស្រីគាត់ក៏បាននិយាយថាវាមិនហ៊ាននិយាយនៅទីនេះនោះទេពីព្រោះថាវាខ្មាស់ពួកយើងណែឯម្ដាយចុងក៏ដើរតួជាមនុស្សល្អម្ដាយចុងក៏បានសញ្ញោឲ្យកូនស្រីរបស់គាត់ទៅស៊ើបមើលតើពួកគេកំពុងតែនិយាយអំពីអ្វីតែពេលនេះលោកតាក៏បាននិយាយទៅកាន់តួឯស្រីថាតើនាងមានរឿងអីចង់និយាយជាមួយនឹងគាត់គណៈពេលនោះសុងជូនាងក៏បាននិយាយទៅកាន់លោកតានាងបានប្រាប់ទៅកាន់លោកតាថានាងចង់ភ្នាល់ជាមួយនឹងលោកតារឿងមួយចំណែកលោកតាគ្រាន់បានលើចៅស្រីនិយាយអញ្ចឹងគាត់ក៏បានសួរទៅកាន់ចៅស្រីរបស់គាត់ថាតើឯងចង់ភ្នាល់អំពីរឿងអ្វីទៅតួឯស្រីរបស់យើងសុងជូនាងក៏បាននិយាយបន្ថែមទៀតថាឥឡូវនេះអត្រាការលក់នៅក្នុងសន្តាគាររបស់យើងកំពុងតែឡើងខ្លាំងរហូតទៅដល់ 60% បើសិនជាឆ្នាំក្រោយខ្ញុំអាចបង្កើនប្រាក់ចំណូលរហូតទៅដល់ 30% ឲ្យអត្រាការលក់នេះឡើងរហូតទៅដល់ 70% តើលោកតានឹងមានអ្វីសម្រាប់ខ្ញុំគណៈពេលនោះលោកតាក៏បានសួរទៅកាន់តួឯស្រីថាតើឯងចង់បានអ្វីទៅតួឯស្រីរបស់យើងក៏បានប្រាប់ទៀតថាលោកតាគិតមើលទៅមើលតើលោកតាគិតថាបងអូនស្រីរបស់ខ្ញុំគេអាចគ្រប់គ្រងសន្តាគារនេះបានទេតើគេគឺជាមនុស្សដ៏ល្អដែលអាចគ្រប់គ្រងនិងធ្វើឲ្យសន្តាគារប្រចាំរីកចម្រើនតួស្រីក៏បាននិយាយបន្ថែមទៀតថាខ្ញុំសន្យាជាមួយនឹងលោកតាខ្ញុំនឹងធ្វើឲ្យសន្តាគារនេះរីកចម្រើនហើយនឹងធ្វើឲ្យលោកតាទទួលបានផលចំណេញយ៉ាងច្រើនអំពីសន្តាគារនេះខ្ញុំដឹងថាសន្តាគារនេះគឺជាអ្វីដែលលោកតាខិតខំពេញមួយជីវិតរបស់លោកតាតើលោកតាដាច់ចិត្តឲ្យទៅមនុស្សដែលគ្មានបានការមកគ្រប់គ្រងជាមួយនឹងសន្តាគារនេះមែនទេបានលោកតាស្ដាប់ឮបែបនេះភ្លាមគាត់មានអារម្មណ៍ថាខឹងឆេវតែម្ដងជាមួយនឹងតួឯកស្រីរបស់យើងគាត់ក៏បានសួរទៅកាន់តួឯកស្រីថាហើយចុះបើសិនជាឯងមិនអាចធ្វើឲ្យអត្រាការលក់ហ្នឹងវាកើនឡើងបានទេតើឯងមានអ្វីមកស្នងជាមួយនឹងលោកតាវិញចំណែកតួឯកស្រីរបស់យើងនាងក៏បានយកកិច្ចសន្យាមួយចេញមកដោយនាងបាននិយាយថាវាគឺជាការបញ្ជានៅផុសតាំងសម្រាប់ពួកយើងទាំងពីរនាក់បើសិនជាខ្ញុំមិនអាចធ្វើឲ្យសន្តាគារនេះឡើងដល់កំពូលនោះទេខ្ញុំនឹងលាឈប់អំពីតំណែងជាអគ្គនាយកហើយនឹងទេភាហ៊ុនរបស់ខ្ញុំទាំងអស់ឲ្យតែប្អូនស្រីណែឯងលោកតាគ្រាន់តែបានឃើញពីភាពជឿជាក់របស់តួឯកស្រីយើងនិយាយចេញមកគាត់ក៏បានសួរទៅកាន់តួឯកស្រីថាឯងបានត្រៀមខ្លួនសម្រាប់រឿងនេះហើយឬនៅចំណែកតួឯកស្រីក៏បានប្រាប់ទៅកាន់លោកតាថាខ្ញុំមិនទាន់បានត្រៀមខ្លួននោះទេក៏ប៉ុន្តែខ្ញុំនឹងព្យាយាមប្រយុទ្ធជាមួយនឹងសមរភូមិនេះហើយចុងក្រោយតួឯកស្រីរបស់យើងក៏បានបញ្ជាក់ប្រាប់លោកតាទៀតថាខ្ញុំចង់ប្រាប់ទៅកាន់លោកតាមនុស្សដែលមានសមត្ថភាពគ្រប់គ្រងសន្តាគារនេះគឺមានតែខ្ញុំម្នាក់តែប៉ុណ្ណោះបន្ទាប់មកយើងក៏បានឃើញថាលោកតាហ្នឹងក៏បានសញ្ញេទៅលើកិច្ចសន្យារបស់តួឯកស្រីយើងក្រោយពីតួឯកស្រីបានបញ្ចុះបញ្ចូលបន្ទាប់មកតួឯកស្រីរបស់យើងក៏បានឲ្យលោកតាហ្នឹងផ្តិតមេដាយនៅលើឯកសារហ្នឹងទៀតចំណែកឲ្យលោកតាគាត់សប្បាយចិត្តខ្លាំងណាស់ក្រោយពីបានឃើញចៅស្រីរបស់គាត់និយាយបែបនេះមកកាន់គាត់ពីព្រោះគាត់គឺជាមនុស្សម្នាក់ដែលគិតអំពីតែផលចំណេញបុកនិងផលចំណេញតែប៉ុណ្ណោះតែពេលនោះយើងក៏បានឃើញថាតួឯកស្រីរបស់យើងក៏បានលាលោកតាចាក់ចេញពីទីកន្លែងនោះទៅខមមិនមួយផងហ្វេនបើសិនជាចង់បានភាពបន្ត